Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel ប៉ាអំ VI នៅពេលនេះគឺយើងមកបន្តភាគទី131នៃរឿងគុជអមតៈធានីបន្តសាច់រឿងចាប់ផ្ដើមនេះតែនៅតែដេញតាមប្រមាញ់វាងលីនដដែរវាងលីនគិតខ្លួនចិត្តនេះរឿងទាំងនេះវាក៏បានកាត់ចេញពីកម្លាំងថាពលបកលរឿងទាំងហើយក៏មានតែកាពីសម័យបុរាណកាលតែប៉ុណ្ណោះវាគឺអាចទៅប្រឆាំងជាមួយនឹងកម្លាំងថាពលបកលរឿងទាំងឋានសួគ៌ហើយពឹងផ្អែកទៅលើកម្លាំងរបស់វាងលីនមាននៅពេលនេះគឺមិនអាចគេចផុតពីនេះរឿងទាំងមួយក្បាលនេះបានឡើយប្រើកម្លាំងសង្កត់មើលពីទីកន្លែងកម្លាំងនៃការស្រូបយកវាងលីនគួរណាតែប្រើប្រាស់កម្លាំងនីតិកន្លែងនេះហើយវាគឺជាឱកាសតែមួយគត់តែប៉ុណ្ណោះទើបអាចប្រឆាំងកិច្ចពីនេះឬតែមួយក្បាលនេះបានសម្រាប់ខ្លួនចង់លឿនមកដល់ទីកន្លែងនេះត្រូវបានកម្លាំងនៃការស្រូបយកចាប់ទាញទៅក្រោមដូច្នេះវាងលិនក៏បានប្រើប្រាស់វិជាស្បៃអមតៈចាប់នេះគេរៀបជាប់ទៅយកផ្លែដើមបណ្ដាំចាក់ទៅលើផ្ទាំងថ្មនិងព្យាយាមទំនំនឹងខ្លួននៅដែលវាងលិនបានចាំកាលពីថ្ងៃមុនវាងលិនក៏បានប្រទះឃើញនៅលអាងមួយហើយវាគឺជាទីកន្លែងដែលល្អនៅក្នុងការលាក់ខ្លួនអញ្ចឹងវាងលិនក៏សង្កេតឃើញយកដៃចំណុចប្រច័ណ្ឌដោយអមតៈប្រើប្រាស់កម្លាំងសម្រាប់ខ្លួនចូលទៅទីកន្លែងនោះដោយជោគជ័យរីឯនេះឬទាំងត្រូវបានកម្លាំងស្រូបយកទៅក្រោមប៉ុន្តែវាក៏បានប្រើប្រាស់កម្លាំងបំបីស្បៃអមតៈរបស់វាងលិននិងព្យាយាមហោះឡើងលើតែយ៉ាងណាកម្លាំងនៃការស្រូបយកពិតជាខ្លាំងធ្វើឲ្យខ្លួនរបស់វាដាច់ជាពីរវាងលិនក៏ទៅពិនិត្យមើលផងដែរអ្វីដែលគួរភ្ជាប់អើនៅទីនេះហេតុអ្វីបញ្ជាមានឧបករណ៍ក្បួននៃការ teleport នៅទីនេះអញ្ចឹងដូច្នេះនេះឬទាំងវាក៏បានហោះឡើងមកលើប្រើប្រាស់កម្លាំងបាញ់វាងលិនក៏បានប្រើប្រាស់កម្លាំងទប់រងផងដែរវាយនេះឬទាំងឲ្យធ្លាក់ចូលក្រោមប៉ុន្តែវាងលិនគិតថានេះឬទាំងនៅពេលនេះវាក៏បានដាច់ខ្លួនបែកកណ្ដាលរងរបួសហើយទោះបីយ៉ាងណាវាងលិនគឺមិនអាចសម្លាប់វាបានទេប៉ុន្តែវាគឺជាឱកាសល្អផងដែរដែលវាងលិនគឺអាចលិបច្បាប់វាបានទោះបីជានេះគឺគ្រោះថ្នាក់ក៏ដោយប៉ុន្តែក៏ចាត់ទុកថាក៏ជាស្នាំងនៅក្នុងការប្រថុយប្រឋានដែរអញ្ចឹងក៏បានដកភ្លើងការលុបច្បាប់ចាប់ពីជោគដួលភ្លើងនេះគ្រាចូលនៅក្នុងសមត្ថផ្លូវចិត្តវាក៏បានព្យាយាមទប់ប្រឆាំងវាយសមត្ថផ្លូវចិត្តរបស់វាងលិនឲ្យរងរបួសដូច្នេះវាងលិនក៏បានប្រើប្រាស់ត្រានៃជីវិតបញ្ចេញច្បាប់ទេវភាពជាច្រើនខ្សែចាប់ខ្លួនវាជាប់និងចាប់ផ្ដើមលិបច្បាប់វាតែម្ដងទៅរយៈពេល1ឆ្នាំបានកន្លងផុតវាងលិនបើកភ្នែកឡើងបាញ់នឹងកម្លាំងថាពលដ៏អស្ចារ្យគិតក្នុងចិត្តថាខ្លួនគេក៏បានចម្បាញ់ដួងភ្លើងនេះឬទាំងនេះបានត្រឹមតែ1/5តែប៉ុណ្ណោះប៉ុន្តែកម្លាំងថាពលវិជាដាមរបស់វាងលិនក៏បានប្រែក្លាយជាកម្លាំងថាពលប្រកបតែដោយនឹកស្មានមកដល់ម្ចាស់ទីប្រសិនបើវាងលិនចង់ធ្វើការផ្លាស់ប្ដូរកម្លាំងថាពលវិជាដាមរបស់វាងលិនគឺមិនខុសពីកម្លាំងថាពលប្រកបតែបំផ្លាញឋានសួគ៌ទេហើយសូម្បីតែកម្លាំងថាពលអរូបីរបស់វាងលិនក៏ផ្ទុកទៅដោយកម្លាំងថាពលប្រកបតែឋានសួគ៌ដែរជាមួយនឹងកម្លាំងថាពលប្រកបតែបំផ្លាញឋានសួគ៌នេះទោះបីជាវាងលិនឈានទៅដល់ចំណុចកំពូលក៏ដោយប៉ុន្តែគឺនៅតែអាចប្រយុទ្ធតតាំងជាមួយនឹងវាបានដូច្នេះក៏បានប្រើកម្លាំងដើម្បីដកយកភ្លើងវិញ្ញាណកម្ដៅចេញមកក្រៅប៉ុន្តែវាងលិនក៏មិនអាចដកយកមកក្រៅបានទេនឹងគិតថាគឺត្រូវបានរារាំងដោយសារតែភ្លើងវិញ្ញាណកម្ដៅរបស់វាងលិនកំពុងតែធ្វើការផ្លាស់ប្ដូរងឹបដើរទៅមុខពី3ជំហាននិងងឹតឆ្ងល់តើរាជបងជូយីនៅពេលនេះសុខទុក្ខគាត់យ៉ាងណាទេហើយក៏មិនដឹងថាបិសាចមកគឺស្ថិតនៅទីណាដែរម្យ៉ាងទៀតវាងលិនគឺមិនអាចប្រើប្រាស់កម្លាំងដ៏ទេវភាពបញ្ជូនសារដំណឹងឡើងទៅលើបានទេត្រូវបានបញ្ឈប់រារាំងដោយសារតែកម្លាំងសម្ពាធហើយទោះបីជាមានផ្លាកបញ្ជាមាសនៅក្នុងដៃក៏ដោយក៏មិនអាចប្រើប្រាស់វាបើច្រកទ្វារអមតៈបានដែរដូច្នេះនីតិកន្លែងនេះប្រៀបបានដូចជាផ្លូវដែលកំពុងតែតច្រកមួយអង្គុយចុះប្រើកម្លាំងដោះលែងដូចជាចេញមកក្រៅដូចជាគឺជាភ្ជាប់អើភ័យខ្លាចជាខ្លាំងតើមានអ្វីទៅនៅក្នុងកសែភ្នែករបស់ឯងវ៉ាលីនគឺបាននិយាយបកស្រាយប្រាប់ទេបានត្រឹមតែនិយាយសួរឯងកាលពីមុនធ្លាប់បាននិយាយថាក៏បានដឹងរឿងរ៉ាវស្វែងយល់ជាច្រើនតែទើបជាមួយនឹងទីកន្លែងរនដៅដ៏សានជ្រៅនេះអញ្ចឹងឲ្យតើឯងដឹងពីរបៀបនៅក្នុងការចាក់ចេញពីទីកន្លែងនេះទៅដែរទេដូចជាគេមិនដឹងថាទីកន្លែងនេះគឺជាទីកន្លែងណាទេអញ្ចឹងវ៉ាលីនប្រើប្រាស់កម្លាំងវាយគេឡើងប៉ាំងថយក្រោយគេពិតជាភ័យខ្លាចជាខ្លាំងនេះគឺជាទីកន្លែងកម្លាំងនៃការស្រូបទាញហើយណាគេប្រាប់ឯងឲ្យឯងមកដល់ទីកន្លែងនេះចឹងអញ្ចឹងក៏បានប្រាប់វាងលិនខ្ញុំក៏បានស្វែងដឹងព័ត៌មានតាក់ទិនជាមួយនឹងបញ្ហានីតិនេះបានត្រឹមតែកែមរំដៅនឹងការស្រូបយកនេះតែប៉ុណ្ណោះគឺមិនដែលបានធ្លាក់ចូលមកដល់ទីកន្លែងនេះឡើយអញ្ចឹងឯខ្ញុំគឺមិនដឹងពីរបៀបនៅក្នុងការចាក់ចេញពីទីកន្លែងនេះទៅទេវាងលិនរៀបនឹងប្រើប្រាស់កម្លាំងសម្រាប់ដូចជាទៅហើយគេបាននិយាយថាទោះបីជាខ្ញុំមិនដឹងពីរបៀបចាក់ចេញមែនប៉ុន្តែខ្ញុំក៏បានដឹងពីអាចកម្បាំងរបស់ Tendency ចង់និយាយ5អញ្ចឹងវាងលិនគឺបានសម្រាប់ដូចជាទេដូចជាក៏បានដាក់លក្ខខណ្ឌឯងគឺដោះលែងខ្ញុំចេញទៅខ្ញុំនឹងនិយាយ5គឺចង់ឲ្យវាងលិនប្រើប្រាស់ខ្លឹមសារឈិមមកស្បត់ស្បែកចំពោះវាងលិនក៏បានប្រើកម្លាំងគម្រាមដូចជាគ្មានជម្រើសអ្វីគេក៏សុទ្ធចិត្តនិយាយ5ដោយតាំងពីយូរណាស់មកហើយគឺធ្លាប់មានអ្នកហ្វឹកហាត់ជំនាញទី2ម្នាក់បាននិយាយអាងថា Tendency គឺបានលើកច្បាប់កូនសិស្សខ្លួនឯងនៅក្នុងការបំពេញកម្លាំងថាពលឬមួយក៏ចំណេះដឹងខ្លួនឯងឲ្យល្អឥតខ្ចោះដោយពីអាចារ្យប្រាំទាំងអស់នេះវាគឺជាវិធានបទក្តៅមួយធ្វើឲ្យកូនសិស្សទាំងអស់នៅក្នុងបាក់តែងតែនិយាយនឹងគិតពិភាក្សាខ្លួនគេផ្ទាល់គឺមិនជឿទេប៉ុន្តែរហូតដល់ថ្ងៃមួយ
ខ្លួនគេក៏បានចេញពីវិជានៃការស្រូបយកអំណាចថាពលវិជាសត្វបិសាចនៅថ្ងៃនោះគេគឺកំពុងតែស្រូបយកកម្លាំងវិជាពីសត្វបិសាចដោយចៃដន្យអ្វីគេក៏បានប្រើកម្លាំងប្រឌិតមើលការចងចាំរបស់វាក៏បានឃើញបន្តភ្នែកតាមរយៈសត្វបិសាចមួយក្បាលនោះវាគឺត្រូវបានឃើញពីការប្រយុទ្ធគ្នារវាងលោកគ្រូនិងសុនយន្តនៅទីពីរគឺប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅលើអាកាសសមត្ថភាពរបស់សុនយន្តគឺអភិរិយស្មើជាមួយនឹងលោកគ្រូបានក៏ប៉ុន្តែស្ថិតក្នុងកលៈទេសៈសំខាន់នៅលើចិញ្ចើរបស់សុនយន្តលើចេញឡើងនៅមានសញ្ញាមួយនៅមានសញ្ញានេះប្រជាចម្លែកខ្លាំងណាស់បានធ្វើសុនយន្តគេគឺចោះចាញ់ភ្លាមបន្ទាប់មកសុនយន្តក៏ត្រូវបានលោកគ្រូលេបច្បាក់គេតែម្ដងទៅអ្វីគ្រប់ចានទាំងអស់នេះទៅគេបានយកច្បាស់ពាក្យចាំរាមទាំងអស់នោះវាគឺជាការពិតម្ល៉េះវ៉ាលីនក៏បានបង្ហាញនៅសញ្ញាមកដូចជាពិតជាជាបាជាខ្លាំងវ៉ាលីននិយាយប្រាប់ហើយថានេះគឺទទួលបានពីវិជារបស់ធានាស៊ីដែលស្លៀកសម្លៀកបំពាក់ពណ៌ប្រផេះដូចជាគឺកាន់តែងឿនឆ្ងល់ជាខ្លាំងហើយតាំងពីដើមមកគឺមិនដែលឃើញលោកគ្រូស្លៀកពាក់សម្លៀកបំពាក់ពណ៌ប្រផេះទេវ៉ាលីនគិតក្នុងចិត្តបន្តនៅពេលដែលទទួលមរតកបីសាច់បុរាណនៅពេលនោះវ៉ាលីនមានអារម្មណ៍ថាចម្លែកបាត់ទៅហើយគឺតាក់ទិនជាមួយនឹងវិជានៃការសម្បត្តិអមតៈគឺមានចំណេះពីខៀតដ៏ខ្លាំងក្លាចំណែកឯធនយុនស៊ីក៏ប្រកាសជាបានដឹងតាក់ទិនជាមួយនឹងបញ្ហាទាំងអស់នេះដែរហើយគ្រាន់តែដោយសារតែវ៉ាលីនគឺមិនបានស្ទាត់ជំនាញតាក់ទិនជាមួយនឹងវិជានៃការសម្រាប់អមតៈនេះដល់ចំណុចកម្ពស់តែប៉ុណ្ណោះតែយ៉ាងណាដោយបញ្ហាទាំងអស់នេះវ៉ាលីនខ្លួនគេនៅតែមិនអាចគេផុតពីការលើកច្បាប់របស់ធនយុនស៊ីបានដដែលបើគិតអំពីទស្សនៈនេះធនយុនស៊ីគាត់ក៏បានបង្ហាត់បរិញ្ញាបត្រកូនសិស្សទាំងអស់ដោយការពិតទៅគឺចង់គ្រាន់តែលើកច្បាប់ពួកគេប្រៀបបានដូចជាយកដើមភ្ជង់លើកក៏ពួកគេយ៉ាងដែរអញ្ចឹងក៏បានចែកឯកសារមួយផ្ទាំងមកពិនិត្យមើលដូចជាគេនិយាយទាំងក្តាប់ដែលចំណែនអាមនុស្សគ្មានធម្មមេតាខ្លួនគេគឺមិនអាចអង្គុយនៅទីនេះរងចាំសេចក្តីស្លាប់បានឡើយប៉ុន្តែជាអកុសលកម្រិតនៃការវឹកហាត់របស់គេគឺមិនគ្រប់គ្រាន់ប្រសិនបើកម្រិតនៃការវឹកហាត់របស់គេឈានទៅដល់កម្រិតទី7បូរួមជាមួយនឹងរូបរាងកាយដ៏អស្ចារ្យអញ្ចឹងគេគឺមិនឲ្យវ៉ាងលីនអាម្នាក់នឹងនិយាយពីសម្ដីក្អេងកាងឬមួយក៏ឆ្លើយសំណួរដែលគេសួរតាមអំពើចិត្តអញ្ចឹងឡើយតែវ៉ាងលីនក៏បានផ្លាស់ទីនៅចំពោះមកគេពិតជាភ្ជាប់អាចជាខ្លាំងគិតថាតែអាម្នាក់នេះក៏បានដឹងពីអារម្មណ៍ផ្លូវចិត្តរបស់គេកំពុងតែនិយាយមែនទេវ៉ាងលីននិយាយគិតតាក់ទិនជាមួយនឹងផ្លាកវិជាគុជដែលអន្តរិយអមតៈឈីងលីងបានបន្សល់ទុកគឺមានវិជាសម្ងាត់មួយដែលហៅថាវិជាការរត់គេចស្រមោលហើយគឺមានតែមនុស្សអមតៈទេគឺស័ក្តិសមនៅក្នុងការវឹកហាត់វិជាតែទោះបីជាយ៉ាងណានេះប្រកាសជាឱកាសដែលអាចជួយគេចាក់ចេញពីទីកន្លែងនេះបានទោះបីជាវិធីសាស្ត្រនៃការជបាញ់នេះវាគឺមិនពេញលេញឬមួយក៏មិនច្បាស់លាស់ក៏ដោយតែវ៉ាលីនក៏ត្រូវតែសាឡបងនឹងធ្វើការប្រថុយប្រឋានដូច្នេះនិយាយទៅកាន់ដូចជាខ្ញុំគឺនឹងផ្ដល់ឱកាសឲ្យឯងបើសិនបើឯងបំបីទៅដល់កម្រិតទី7បានដោយជោគជ័យបន្ទាប់មកខ្ញុំនឹងជួយឯងឲ្យស្វែងយល់តាក់ទិនជាមួយនឹងអាណាចក្រជីនហើយនឹងយ៉ាងហើយកាពិតនឹងការបំភាន់ក៏ប៉ុន្តែគឺត្រូវតែមានលក្ខខណ្ឌឯងគឺត្រូវតែស្ម័គ្រចិត្តឲ្យខ្ញុំចម្បាញ់ឯងទៅជាអាយ៉ងអមតៈហើយបំរើខ្ញុំរយៈពេល1000ឆ្នាំដូចជាក៏និយាយសួរអាយ៉ងអមតៈតើឯងរសារនៅស្មារតីវិញ្ញាណរបស់គេបានដែរអត់ចឹងគឺពិតប្រាកដណាវ៉ាលីនក៏និយាយប្រាប់ហើយបើសិនបើឯងរស់រានមានជីវិត1000ឆ្នាំក្រោយខ្ញុំនឹងអនុញ្ញាតឲ្យឯងមានសេរីភាពវិញដូចជាគិតថានេះគឺប្រៀបបានដូចជាលបែងស៊ីសងដូច្នេះហើយគេក៏យល់ព្រមស្ម័គ្រចិត្តឲ្យវ៉ាលីនចម្បាញ់រាងកាយមកដល់ការពេលច្រើនវ៉ាលីនក៏បានបើកត្រាឃុំខាំងឲ្យរូបកាយវិញ្ញាណរបស់ដូចជាស្រូបនឹងកម្លាំងថាពលវិញ្ញាណជំវិញបរិវេណនេះតែចំហាយថាពលប៉ស្វ័យក៏បានចេញមករារាំងវ៉ាលីនក៏បានប្រើប្រាស់កម្លាំងស្រូបនៅចំហាយថាពលប៉ស្វ័យចេញទៅដូច្នេះកម្រិតនៃការវឹកហាត់របស់ដូចជានៅពេលនេះក៏បានបំបីទៅដល់កម្រិតទី7ដោយជោគជ័យវ៉ាលីនប្រើដើម្បីសញ្ញាត្រាឃុំខាំងទៅលើចិញ្ចើមដូចជានឹងគិតថាកម្រិតនៃការវឹកហាត់បំបីដោយជោគជ័យហើយប៉ុន្តែកម្លាំងនៃរូបរាងកាយគឺមិនទាន់គ្រប់គ្រាន់ប្រើចំហាយនៅវត្តវិតមុនរួមបញ្ចូលគ្នាដាក់ទៅលើចិញ្ចើមរបស់ដូចជានឹងផ្ទុះនៅចំហាយថាពលចេញមកក្រៅហើយបន្ថែមទៀតក៏បានប្រើប្រាស់កម្លាំងថាពលវិញ្ញាណអាក្រក់ទៅកាន់រូបរាងកាយរបស់ដូចជាបន្ថែមទៀតផងដោយរូបរាងកាយរបស់ដូចជាគឺកំពុងតែទទួលរងនៅកម្លាំងថាពលរន្ទះពីវ៉ាងលីនផងនិងកម្លាំងថាពលវិញ្ញាណអាក្រក់ផងដូច្នេះរយៈពេលកន្លះឆ្នាំក្រោយរូបរាងកាយរបស់ដូចជាក៏ត្រូវបានចម្បាញ់ដោយជោគជ័យផ្ទុះនៅកម្លាំងថាពលឡើងរំជួយលាងភ្នំកម្លាំងទាំងពីររូបរាងកាយរបស់ដូចជាគឺពិតជាខ្លាំងដែលស្ថិតនៅក្នុងកម្រិតកង្វះជីនហើយនឹងយ៉ាងវ៉ាលីនក៏និយាយថាតើទៅជាមួយនឹងវិជារបស់អាត្រិឈីងលេងគឺពិតជាអស្ចារ្យមែនដែលពឹងផ្អែកទៅលើសមត្ថភាពនិងកម្លាំងអ្នកកាពីអមតៈដែលជាដូចជានេះវ៉ាលីនក៏មានឱកាស60%ដើម្បីអាចចាត់ចេញពីទីកន្លែងនេះបានយកផ្លាកបញ្ជាមាសនិងអាវុធផ្សេងៗចេញមកគិតថានៅក្នុងកំឡុងពេលដែលទទួលបានផ្លាកបញ្ជាមាសនេះវ៉ាលីនក៏មិនទាន់ទទួលបាននៅផ្លាកដើមមួយដើមទៀតដែរម្យ៉ាងទៀតផ្លាកបញ្ជាមាសវាក៏បានផ្ទុះចេញពីទីកន្លែងផ្សេងអបស្វាយហើយវាគឺជាកូនសោតដើម្បីបើកនៅវិមានអមតៈហើយធនយុស៊ីក៏ដូចជាអ្នកផ្សេងទៀតគឺពិតជាចង់បានវាខ្លាំងណាស់ដូច្នេះវ៉ាលីនក៏ត្រូវតែលាក់ទុករសារវាឲ្យបានល្អហើយនឹងក៏តាក់ទិនជាមួយនឹងចំហាយដៃរបស់ Linton Ho សរុបទៅគឺមាន12ដើមនៅពេលនេះក៏មាន7ដើមហើយវ៉ាលីនគឺអាចដំណើរការក្បួនស្នៀតផ្លាដើមតាម7ដើមបូករួមជាមួយនឹងកម្លាំងថាពលរុនតាបំផ្លាញឋានសួគ៌ទៀតវានឹងមកកាន់កម្លាំងដ៏អស្ចារ្យដែលពឹងផ្អែកទៅលើកំណត់ទ្រព្យទាំងពីរយ៉ាងនេះគឺមិនទាន់គ្រប់គ្រាន់ទេវ៉ាលីនក៏បានចុកដោយអ
អមតៈដែលទើបតែទទួលបានមកប្រប្រាក់កម្លាំងពិនិត្យមើលតែមានអ្វីខ្លះនៅក្នុងនោះទៅដូច្នេះវ៉ាលីនក៏បានធ្លាក់មកដល់ទីកន្លែងលំហមួយសម្លេងមនុស្សចំណាស់ម្នាក់បាននិយាយសួរថាតើឯងដឹងអត់អ្វីទៅគឺជាសានលូវ៉ាលីននិយាយប្រាប់ថាគឺមិនដឹងទេគាត់ក៏បានប្រាប់ឲ្យវ៉ាលីនអង្គុយចុះធ្វើការតាំងសមាធិស្វែងយល់តាក់ទងជាមួយនឹងអាត់ក្បាំងទាំងអស់នេះទៅអញ្ចឹងឯវ៉ាលីនគឺប្រៀបបានដូចជាកំពុងតែអង្គុយតាំងសមាធិនៅក្នុងពិភពលោករបស់មនុស្សអញ្ចឹងនៅគិតក្នុងចិត្តថាសត្វលោកដែលមានជីវិតទាំងអស់បូរជាមួយនឹងពាក្យមួយប្រយោគសានលូដែលហៅថាការសម្លាប់បិសាចតែទាំងអស់នេះគឺមានការពាក់ព័ន្ធនឹងគ្នាអ្វីទៅរយៈពេល3ឆ្នាំបានកន្លងផុតវ៉ាលីននៅតែមកយល់ពីថាសម្លាប់បិសាចតើវាមានន័យយ៉ាងណាក៏ប៉ុន្តែវ៉ាលីនក៏បានសម្លឹងឃើញមានបាវក៏បានហៅទៅបុកជាមួយនឹងសំណាញ់ពីងពីងដូច្នេះវ៉ាលីនក៏បានប្រាចំហាយវិញ្ញាណស្វែងយល់វានៅទីបំផុតវ៉ាលីនក៏បានយល់វាហើយពីថាសានលូបូរជាមួយនឹងសត្វលោកដែលមានជីវិតអ្វីគ្រប់យ៉ាងទាំងអស់ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្នាកើតឡើងចេញពីសំណាញ់តបភ្ជាប់ជាមួយនឹងច្បាប់ឋានសួគ៌នៅផែនដីតាំងពីកាត់មករហូតដល់ស្លាប់ប្រៀបបានដូចជាបណ្ដាញមួយដែលត្រូវបានផ្សារភ្ជាប់គ្នាហើយពីថាសានលូគឺប្រៀបបានដូចជាការកាត់ផ្ដាច់ពីច្បាប់ឋានសួគ៌នៅផែនដីនេះចេញវ៉ាលីនខ្លួនគេតាំងពីដើមមកក៏មានកូនចំហប្រឆាំងជាមួយនឹងច្បាប់មានឋានសួគ៌ប្រើប្រាស់កម្លាំងចាប់ទាញយកដៅអមតៈប្រើប្រាស់ស្និតដាវកាប់ផ្ដាច់ខ្សែសំណាញ់ឋានសួគ៌នៅផែនដីចេញពីរូបរាងកាយគឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងគ្នាទេដើរទៅមុខបានពី3ជំហានគិតក្នុងចិត្តបន្តរយៈពេលពី3ឆ្នាំតែប៉ុណ្ណោះកម្លាំងនៃការស្រូបយកទៅខាងក្រោមគឺកាន់តែខ្លាំងឡើងមុនដំបូងខ្ញុំគិតថាបន្ទាប់ពីស្វែងយល់តើទៅជាមួយនឹងវិធីនៃការសម្លាប់បិសាចនេះហើយនឹងអាចចាក់ចេញពីទីកន្លែងនេះបានប៉ុន្តែអ្វីគ្រប់យ៉ាងគឺខុសពីការគិតតើទាំងនេះវាគឺជាវាសនាតែមែនទេមនុស្សគ្រប់គ្នាគឺតែងតែប្រាថ្នាថាចង់រស់នៅដោយមានសុភមង្គលខ្ញុំនៅវិញគឺគ្រាន់តែចង់រស់នៅជាមួយនឹងឪពុកម្ដាយនិងវ៉ាន់អឺផ្លូវនៃការគិតរបស់ខ្ញុំគឺនៅឆ្ងាយដាច់ដោយឡែកពីអ្នកដទៃប៉ុន្តែដោយការគិតច្រើននិងនិយាយច្រើនគឺគ្មានបានការអ្វីទេអញ្ចឹងគូណាតាឈិតរកាននេះចាប់ទាញយកចេតនាសម្លាប់ចេញពីរូបរាងកាយរបស់គេចេញឲ្យអ្នកកាពីអមតៈចេញមកស្រូបនៅចេតនាសម្លាប់ចេញពីរូបរាងកាយក៏ប៉ុន្តែវ៉ាលីនគិតថាចេតនាសម្លាប់ដែលត្រូវបានស្រូបចេញទៅនេះគឺគ្រាន់តែជាចេតនាសម្លាប់នៅខាងក្រៅតែប៉ុណ្ណោះប្រសិនបើចង់យកចេញគូណាតាយកចេញចេតនាសម្លាប់ពីក្នុងខ្លួនដែលទៅមកពី3ជំហានបន្ថែមកម្លាំងនៃការស្រូបទាញគឺកាន់តែខ្លាំងឡើងវ៉ាលីនគឺមិនបោះបង់ទេគូណាតាធ្វើបែបនេះបន្តប្រប្រាស់ខ្សែច្បាប់ទេវភាព3-4ខ្សែចាប់ចងខ្លួនប្រានគេជាប់ឲ្យកម្លាំងនៃការស្រូបទាញទៅខាងក្រោមស្រូបនៅចំហាយពីឃាតចេញពីរូបរាងកាយដូច្នេះវ៉ាលីនក៏សង្កត់ឃើញចេតនាសម្លាប់នៅក្នុងខ្លួនសរុបទៅគឺមាន 1,83,220 ហើយនៅគិតថាកម្លាំងនៃការស្រូបទាញនៅរណ្ដៅដ៏សែនជ្រៅនេះគឺមិនទាន់គ្រប់គ្រាន់ដូច្នេះវ៉ាលីនក៏បានកាប់ផ្ដាច់ខ្សែច្បាប់ទេវភាពលោសម្រាប់ខ្លួនទៅទីកន្លែងក្បួននៃការបង្កើត teleport នៅខាងក្រោមទៀតអង្គុយតាំងសមាធិចុះដំណើរការជិះក្បួនឲ្យកម្លាំងថាពនៃការស្រូបទាញចំហាយថាពនៃការសម្លាប់ចេញពីរូបរាងកាយរបស់វ៉ាលីនគឺស្ទើរតែប្រែបែកជាបំណែកបាត់ទៅហើយដូច្នេះរយៈពេល6ខែកន្លងផុតទៅទៀតអញ្ចឹងវ៉ាលីនក៏បានបំបែកត្រានៅលើចិញ្ចើមដោយជោគជ័យផ្ទុះនៅចំហាយថាពពលឺចេញមកក្នុងជីទាំងគំហឹងថាដោយការសម្លាប់មនុស្សរាប់រយលាននាក់ចុងក្រោយគឺត្រូវតែបំផ្លាញចោលដដែលកាត់មើលទឹកដីធនយុនស៊ីនៅវិញលីនទាំងហូក៏ពិតជាខឹងជាខ្លាំងឋានឡាងខ្ញុំគឺឲ្យឯងទៅជួយកូនសិលរបស់ខ្ញុំហេតុអ្វីបានជាបណ្ដោយឲ្យពួកគេរត់របួសធ្ងន់ធ្ងរបាត់បង់ជីវិតជាច្រើនអ្នកអញ្ចឹងហើយចំណែកគេធនយុនស៊ីគាត់កំពុងតែធ្វើការទូទាយផងដែរចំណែកគេបពាក់បដោឈាមគាត់បានសង្កេតមើលឧបករណ៍ស្ទង់ជីវិតរបស់គាត់និងគិតដល់កូនស្រីរបស់គាត់តែមានបញ្ហាអ្វីឲ្យប្រកាសទៅម្លេះធនយុស៊ីក៏បានប្រាប់វិជាផ្លូវចិត្តនៅជាពីចម្ងាយទៅកាន់អ្នកគ្រប់គ្នាថាមិត្តអ្នកក្លាហានវឹកហាត់ទាំងអស់គ្នាគាត់គឺមានបំណងថាចង់បើកអាណាចក្រទឹកដីវិជាបិសាចឲ្យលឿន10ឆ្នាំជានេះបានដែរទេដូច្នេះនៅទៅពីពួកគាត់មិនបានគិតអ្វីច្រើនទេឆ្លើយថាយល់ព្រមតែម្ដងហើយគាត់និយាយគិតក្នុងចិត្តតែម្នាក់ឯងវ៉ាងលីនឯងគឺបានបំបាយត្រាំងខំខាំងទាំងបងខំដូច្នេះខ្ញុំគឺមិនអាចទុកឯងឲ្យនៅរស់ទៀតបានឡើយ